How to print glossy paper on Epson WFC5890. តោះឥឡូវមកមើលពីរបៀបដាក់กระดาษបាទខុសពីกระดาษវិក័យកระดาษរ៉ាមជាស្រ័យច្រឡំกระดาษវិក័យបាទខុសពីกระดาษរ៉ាមដូចជាกระดาษរលោងกระดาษផ្កាយកระดาษរូបថតกระดาษ300ក្រាម200ក្រាមដូចអានេះអញ្ចឹងគឺกระดาษរលោងមួយខាងណារលោងមួយខាងខាងក្រោយវាធម្មតាគេហៅ160ក្រាមបាទសម្រាប់វា160ក្រាមឥឡូវយើងព្រីនខាងលើណាត្រីខាងលើអញ្ចឹងរបៀបដាក់បងប្អូនមើលទៅម៉ាស៊ីនដូចគ្នា5390 5390 611 M5041 5040 58ហ្នឹងដាក់ដូចគ្នាតែមានត្រេងក្រោយតម្លាក់ចូលមកលុចអានេះវាអត់មាន sensor ទាញទេបើ5040 5041 58អីហ្នឹងវាមាន sensor ទាញគ្រាន់តម្លាក់ទៅវាបើកទៅហើយអញ្ចឹងនៅពេលដែលយើងតម្លាក់ចូលនេះម៉ាស៊ីនវាស្រួលបាទអញ្ចឹងយើងដាក់กระดาษប្រភេទអីឥឡូវខ្ញុំដាក់กระดาษ A4 យើងរើសយក size A4 បន្ទាប់មក paper type ថៃនេះប្រភេទกระดาษយើងដាក់กระดาษអីខ្ញុំដាក់กระดาษលូងណាលូងយកណាយកទៅយកទៅ glossy យក glossy ហ្នឹងមកប៉ុណ្ណឹងអូខេហើយយើងមកម៉ាស៊ីន print មកកុំព្យូទ័រមកកុំព្យូទ័រតើឥឡូវយើងមកដល់កុំព្យូទ័រនៅពេលដែលយើង print មកឲ្យត្រូវឲ្យដើរហ្មងយើង setting ពីកុំព្យូទ័រទៅហើយមិនសេរីតែម៉ាស៊ីន print ឲ្យកុំព្យូទ័រមកដាក់ printer រយអត់ទេនៅវល់តប៉ែពេញហ្នឹងមិនដឹងទាញណាអញ្ចឹងតបយើងរើសម៉ាកម៉ាស៊ីនឥឡូវខ្ញុំដាក់ C5890 អញ្ចឹងរើស setting មកតមកត្រូវរើសត្រេនេះត្រេកระดาษយើងដាក់ពីលើយករាត្រេ paper ត្រេហ្នឹងមកកសែតនេះដាក់ក្នុងថតនេះដាក់ពីលើបន្ទាប់មករើស A4 ហ្នឹងត្រូវហើយរើសប្រភេទกระดาษមិនសេរីដាក់ glossy អញ្ចឹងទៅរក glossy ដែរមកនេះ glossy ម្ដុំហ្នឹងនេះអញ្ចឹងរើសណារើសទៅ glossy តមកតែប៉ុណ្ណឹងអូខេហើយយើង print អានេះយើង print 2សន្លឹកណា print 2សន្លឹកអូខេមកហើយមកមើលម៉ាស៊ីន print ណោទាញមកណោទាញមកហ្នឹង print ហ្នឹងឃើញអត់ទៅពេលណាយើងសេរីពីម៉ាស៊ីន print ហើយនឹងកុំព្យូទ័រត្រូវ print មកតែបើយើងសេរីអត់ត្រូវទេនៅ load error នៅម៉ាស៊ីននៅ load ទីហ្នឹងអញ្ចឹងតើយើងសេរីនៅម៉ាស៊ីន print នេះឲ្យរើសกระดาษឲ្យត្រូវក៏ cancel នៅក្នុងម៉ាស៊ីន print ទៅសេរីពីកុំព្យូទ័រឲ្យត្រូវឡើងមកវិញចេញនេះអែម